ខ្ញុំមានលក្ខខណ្ឌមួយអនុប្រធានយ៉ាវដែលអ្នកបានបណ្ដឹងចេញគាត់ធ្វើការនៅ Gashirop 10 ឆ្នាំហើយគាត់ចិត្តចូលនិវត្តន៍ហើយត្រូវឲ្យគាត់មក Gashi វិញធ្វើការរហូតដល់ចូលនិវត្តន៍ហូស៊ូយ៉ានអើយខ្ញុំស្មានថាអ្នកចង់ទាមទារលក្ខខណ្ឌអីធំដុំតាមពិតគឺមានតែប៉ុណ្ណឹងតើឲ្យខ្ញុំនិយាយថាអ្នកយ៉ាងម៉េចទៅដល់កាលៈទេសៈបែបនេះហើយអ្នកនៅតែគិតគូរពីអ្នកដទៃទៀតបានខ្ញុំយកព្រមឲ្យអនុប្រធានយ៉ាវត្រឡប់មក Gashi វិញឥឡូវអាចបញ្ចប់បានហើយមែនទេហេះព្រមចុះចាញ់ហើយមែនទេល្អចំពោះអ្នកល្អចំពោះខ្ញុំល្អចំពោះទាំងអស់គ្នាបានហើយប្រញាប់ដោះលែងម៉ាក់ខ្ញុំមកស៊ូយ៉ានអើយអ្នកស្មានថាខ្ញុំមិនដឹងថាអ្នកចង់ធ្វើអ្វីមែនទេអ្នកសុខចិត្តចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះដោយស្រួលកិច្ចព្រមព្រៀងដែលចុះហត្ថលេខាក្រោមការគំរាមកំហែងគឺគ្មានសុពលភាពតាមផ្លូវច្បាប់ទេតើអ្នកចង់ធ្វើអ្វីទៀតខ្ញុំចង់ឲ្យអ្នកបង្ហាញភស្តុតាងនៃការស្ម័គ្រចិត្តតោះនិយាយដាក់កាមេរ៉ាផ្សាយផ្ទាល់ឲ្យច្បាស់ថាអ្នកសៀងស្ម័គ្រចិត្តត្រឡប់មកក្រុមហ៊ុន Gashi ធ្វើជាថ្នាក់ដឹកនាំហើយស្ម័គ្រចិត្តយកប៉ាតង់ទាំងអស់ក្រោមឈ្មោះរបស់អ្នកមកបដូរយកភាគហ៊ុនរបស់ Gashi និយាយចប់ខ្ញុំនឹងប្រាប់ភ្លាមទៅកាន់ទំព័រមុខនៃសារព័ត៌មានធំបែបនេះពិភពលោកទាំងមូលគឺជាសាក្សីរបស់អ្នកនិងខ្ញុំចាប់ផ្ដើមចុះខ្ញុំស៊ូយីងសូមប្រកាសនៅទីនេះថាខ្ញុំស្ម័គ្រចិត្តត្រឡប់មកធ្វើការនៅគូស៊ឺវិញហើយស្ម័គ្រចិត្តយកប៉ាតង់ដែលពាក់ព័ន្ធទាំងអស់ក្រោមឈ្មោះខ្ញុំមកបដូរយកភាគហ៊ុនរបស់គូស៊ឺសូមប្រកាសជាសាធារណៈដូច្នេះទោះបីជាអ្នកពូកែយ៉ាងណាក៏ដោយក្រអឹកក្រទុំយ៉ាងណាចុងក្រោយអ្នកគ្រាន់តែជាមនុស្សធម្មតាម្នាក់ប៉ុណ្ណោះចំណែកខ្ញុំគូស៊ឺគឺជាមូលធនគឺជាច្បាប់ទេពកោសល្យរបស់បុគ្គលម្នាក់នៅចំពោះមុខសំណាញ់ដ៏ធំដែលត្បាញដោយមូលធននេះគឺតូចទាបគួរឲ្យអស់សំណើចណាស់ឲ្យតែខ្ញុំចង់ខ្ញុំមានវិធីរាប់ម៉ឺនយ៉ាងដើម្បីឲ្យអ្នកអង្គក្បាលល្អណាស់លោកប្រធានគូល្បិចកលរបស់អ្នកខ្ញុំបានឃើញអស់ហើយអញ្ចឹងពួកយើងចាំមើលទាំងអស់គ្នាចាំមើលថាសង្គ្រាមរវាងបុគ្គលនិងមូលធនមួយនេះតើអ្នកណាជាអ្នកចាញ់អ្នកណាជាអ្នកឈ្នះចាំមើលថាសង្គ្រាមរវាងបុគ្គលនិងមូលធនមួយនេះតើអ្នកណាជាអ្នកចាញ់អ្នកណាជាអ្នកឈ្នះម៉ាក់ខ្ញុំធ្វើឲ្យម៉ាក់ពិបាកហើយសុំទោសផងប៉ុន្តែម៉ាក់កុំបារម្ភអីខ្ញុំអាចមើលថែម៉ាក់បានល្អខ្ញុំក៏អាចទាមទាររោគយុទ្ធធម៌មកវិញបានដែរខ្ញុំច្បាស់ជាធ្វើឲ្យគេសងនៅតម្លៃដែលគេបានធ្វើអ្នកទាំងអស់គ្នាផ្អាកការងារក្នុងដៃសិនលោកប្រធានគូរបស់យើងមានរឿងចង់និយាយទុកឲ្យខ្ញុំណែនាំមិត្តរួមការងារថ្មីរបស់យើងទៅកាន់អ្នកទាំងអស់គ្នាដោយកិត្តិយសអនុប្រធានស៊ូទើបតែចូលកាន់តំណែងថ្មីចាំបាច់ត្រូវតែស្វែងយល់ពីគ្រប់ជ្រុងជ្រោយនៃក្រុមហ៊ុនដូច្នេះខ្ញុំប្រកាសថាចាប់ពីថ្ងៃនេះទៅការងារសម្អាតផ្នែកភស្តុភារនឹងត្រូវប្រគល់ជូនអនុប្រធានស៊ូជាអ្នកទទួលខុសត្រូវការចុះធ្វើផ្ទាល់ដៃគឺជាប្រពៃណីដ៏ល្អរបស់ក្រុមហ៊ុនយើងមែនទេទៅនៅអ្នកឯងនឹងគឺមានវាសនាត្រឹមតែជូតអេតលៀងបង្គន់ប៉ុណ្ណោះអូយមិនបានដាក់ថ្នាំទេនិយាយពីគេមុននឹងអេប្រធានស៊ូអ្នកពិតជាគិតខុសហើយនៅយីស៊ឺកំពុងតែមានមុខមាត់ខ្លាំងណាស់ហេតុអីចាំបាច់ត្រឡប់មកទីនេះដើម្បីរងការអាម៉ាស់បែបនេះទៀតប្រាប់ខ្ញុំមកមើលតើមកពីលោកប្រធានគូនឹងគេគំរាមអ្នកមែនទេអ្នកមិនបាច់បារម្ភពីខ្ញុំទេអ្នកចិត្តដល់ពេលចូលនិវត្តន៍ដោយគិតយូរហើយធ្វើការឲ្យបានល្អនៅគ្រាចុងក្រោយនេះគឺសំខាន់ជាងអ្វីទាំងអស់ប៉ុន្តែឥឡូវនេះអ្នកអាឡូស៊ូយីងពួកយើងបានផ្លាស់ទៅកន្លែងថ្មីដោយសុវត្ថិភាពហើយខ្ញុំបានចាត់មនុស្សឲ្យមើលថែ24ម៉ោងហើយខាងអ្នកយ៉ាងម៉េចហើយគ្រប់យ៉ាងរលូនល្អទេ
អនុប្រធានស៊ូលោកប្រធានគូមានការរកអ្នកមកតាមខ្ញុំមកមើលចុះអនុប្រធានស៊ូដ៏រុងរឿងរបស់យើងជំនាញលេងបង្គន់របស់អ្នកកាន់តែខ្លាំងហើយមែនទេប្រហែលជាហាត់រៀននៅកន្លែងអ៊ីសឺហើយមើលទៅប៉ុន្តែបង្គន់នេះលេងរួចហើយតែមិនទាន់មានអ្នកត្រួតពិនិត្យនៅឡើយទេបងស្រីស៊ីនេះជាទឹកពិសេសសម្រាប់អនុប្រធានស៊ូមិនផឹកមួយម៉ាត់ទេបើមិនអញ្ចឹងរាប់ថាពិនិត្យចប់យ៉ាងម៉េចទៅហាហាហានិយាយត្រូវណាស់ហាហាហាស៊ីឈីងឈីងមួយកំភ្លៀងនេះគឺបង្រៀនអ្នកឲ្យចេះឈប់ត្រឹមនឹងគូរួយឲ្យពួកអ្នកធ្វើឆ្កែឲ្យពួកអ្នកក៏ចេះតែមិនចេះធ្វើជាមនុស្សមែនទេអ្នកចាំមើលចុះលោកប្រធានគូមានរឿងអីលោកត្រូវតែរកយុទ្ធធម៌ឲ្យខ្ញុំស៊ូយីងនាងឈួតហើយនាងវាខ្ញុំស៊ូយីងហើយស៊ូយីងចូលមកលោកប្រធានគូអ្នករកខ្ញុំមានការអីមែនទេនរណាឲ្យអ្នកមានចិត្តក្លាហានហ៊ានប៉ះពាល់មនុស្សរបស់ខ្ញុំតើអ្នកភ្លេចហើយមែនទេជីវិតម្ដាយរបស់អ្នកគឺអាស្រ័យលើគ្រប់សកម្មភាពរបស់អ្នកសុវត្ថិភាពរបស់គាត់ខ្ញុំបានចាត់ចែងរួចហើយមិនបាច់រំខានអ្នកឲ្យបារម្ភទេលោកប្រធានគូឥឡូវសម័យកាលបដូរហើយអ្នកគិតថាគ្រាន់តែគំរាមកំហែងអាចធ្វើអ្វីតាមចិត្តដូចពីមុនបានមែនទេចង្កឹះមួយដើមពិតជាងាយនឹងបាក់មែនប៉ុន្តែបើចង្កឹះមួយបាច់ចង់ជាប់គ្នាអ្នកសាកមើលទៅចង្កឹះមួយបាច់អ្នកចង់សហការជាមួយនរណាវ៉ាងអ៊ីស៊ឺអាអ្នកមានថ្មីដែលចេញពីត្រកូលអ្នកស្រីនឹងមែនទេឬក៏អ្នកផ្សេងខ្ញុំប្រាប់អ្នកចុះនៅចំពោះមុខអំណាចលុយអាសម្ព័ន្ធភាពតូចតាចរបស់អ្នកនឹងគឺគ្មានន័យអ្វីទាំងអស់អ្នកមានទំនុកចិត្តម្លេះស៊ូយីងកុំមកសាកល្បងភាពអត់ធ្មត់របស់ខ្ញុំអ្នកជឿទេខ្ញុំទូរស័ព្ទតែមួយហៅអាចធ្វើឲ្យម្ដាយចាស់របស់អ្នកបាត់ខ្លួនជារៀងរហូតធ្វើឲ្យអ្នកគ្មានឱកាសសំបីតែស្ដាយក្រោយចង់ប៉ះពាល់ម្ដាយខ្ញុំតតែអ្នកមានសមត្ថភាពសិនឥឡូវនេះភ្លាមធ្វើឲ្យម្ដាយរបស់ស៊ូយីងបាត់ខ្លួនទៅខ្ញុំគ្រាន់តែរំលឹកអ្នកម្ដាយរបស់ខ្ញុំឥឡូវកំពុងតែញ៉ាំតែពេលរសៀលនៅបរទេសបើអ្នកចង់រកគាត់តតែអ្នកធ្វើវីសាសិនទៅបានមិនអាចទៅរួចទេខ្ញុំឲ្យគេតាមឃ្លាំមើលគាត់24ម៉ោងហើយតើមិនអាចទៅរួចទេចុះបើមនុស្សដែរអ្នកចាត់ឲ្យមកតាមដានត្រូវបានមនុស្សខ្ញុំតាមដានវិញហើយថែមទាំងឲ្យតម្លៃខ្លួនទ្វេដងទៀតនោះលោកគូតើអ្នកចេះតែលេងល្បិចចាប់ចម្រិតនិងគំរាមកំហែងថោកទាបបែបនេះទេហេចុះមិនឲ្យខ្ញុំលេងល្បិចទិញទឹកចិត្តមនុស្សក្នុងវិស័យចំនួនខ្លះមិនបានទេល្អទុកថាអ្នកពូកែជាងខ្ញុំមួយកម្រិតចុះយ៉ាងម៉េចវិញកិច្ចសន្យាមានសរសេរអក្សរខ្មៅលើក្រដាសច្បាស់លាស់ណាស់អ្នកនៅតែជាឆ្កែបម្រើតកគូរបស់ខ្ញុំដដែលអ្នករੂបានក៏ដោយសារតែខ្ញុំផ្ដល់ឲ្យដែរឲ្យតែខ្ញុំមិនពេញចិត្តខ្ញុំអាចដេញអ្នកចេញបានគ្រប់ពេលធ្វើឲ្យអ្នករកលុយមិនបានសំបីតែមួយកាក់អ្នកឈ្នះចុងក្រោយនៅតែជាខ្ញុំមនុស្សដូចអ្នកចំណឹកសោយធំបំផុតគឺមានទំនុកចិត្តលើខ្លួនឯងពេកហើយអ្វីដែលមិនប្រែប្រួលនៅលើโลกនេះគឺការផ្លាស់ប្ដូរនឹងឯងអ្វីដែលអ្នកគិតថាជាទីបញ្ចប់តាមពិតវាគ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះហាមពព្រិចភ្នែកឲ្យសោះខ្ញុំជូនកាដូតូចមួយទៅអ្នកសិនចុះគូរួយតើអ្នកស្គាល់ជាមួយខ្ញុំថាម៉េចខ្លះអ្នកប្រាប់ថាអ្នកនឹងស្រីថោកទាបម្នាក់នេះគ្មានស្អីនឹងគ្នាទេគ្រាន់តែជាចៅវាយនឹងកូនចៅប៉ុណ្ណោះចុះរូបថតទាំងនេះជាស្អីវិញប្រាប់ខ្ញុំមកនេះជាស្អីគឺរួយខ្ញុំប្រឡាក់ជីវិតជាមួយអ្នកហើយហ៊ានផឹកក្បត់មែនទេខ្ញុំនឹងចាត់ការអ្នករឿងផឹកក្បត់នេះហ៊ានផឹកក្បត់អាមនុស្សមកក្រាស់អ្នកស្ដាប់ខ្ញុំបកស្រាយសិនអ្នកហ៊ានបោកប្រាស់ខ្ញុំដែលជាប្រពន្ធអ្នកផងនេះគ្រាន់តែជាការយល់ច្រឡំទេឥឡូវនេះខ្ញុំនឹងហែកមាត់ដល់ពូកែបោកប្រាស់របស់អ្នកចោលបានហើយនាងស្រីកញ្ជ្រោងមុខក្រាស់ឆាប់ចេញទៅឲ្យឆាប់ទៅកុំឲ្យខ្ញុំឃើញមុខនាងស្រីកញ្ជ្រោងឯងទៀតឲ្យសោះផ្ទះនេះនៅមិនកើតទៀតទេគឺរួយខ្ញុំចង់លេងលេះជាមួយអ្នកគឺលេងលេះឥឡូវនេះតែម្ដងទ្រព្យសម្បត្តិដែលខ្ញុំយកមកពីខាងផ្ទះខ្ញុំនឹងយកទៅវិញទាំងអស់មិនឲ្យសល់សំបីតែមួយកាក់ទេអ្នកឈួតហើយមែនទេដល់ពេលនេះហើយនៅរករឿងអីទៀតប្រពន្ធសម្លាញ់ស៊ូយេងហើយនៅវងយ៉ៃស្ទៀតឥឡូវនេះគេកំពុងតែសម្លឹងមើលមកពួកយើងមិនដាក់វិនិយោគរបស់ក្រុមហ៊ុន Gaki ក៏នៅចំពោះមុខយើងដែររឿងខ្ញុំផឹកក្បត់គឺជាកំហុសរបស់ខ្ញុំប៉ុន្តែខ្ញុំនឹងឈប់ឈានពិតជានោះក៏ដើម្បីក្រុមហ៊ុនដែរតើគឺដើម្បីយកកម្មសិទ្ធិបញ្ញារបស់ស៊ូយេងនឹងណាគិតគូរដល់ស្ថានភាពរួមផងទៅប្រពន្ធសម្លាញ់ទោះបីជាយ៉ាងណាក៏ដោយក៏ត្រូវរងចាំឲ្យរឿងនេះស្ងប់ស្ងាត់សិនចាំនិយាយគ្នាបានទេបើមិនអញ្ចឹងទេក្រុមហ៊ុននឹងត្រូវរលាយហើយអ្នកក៏មិនបានលុយសំបីតែមួយកាក់ដែរ
ដើម្បីក្រុមហ៊ុនហេក៏រួយ1អ្នកយកពាក្យបោកប្រាស់ទាំងនេះមកកុហកអ្នកណា2លោកស្រីកាខ្ញុំសូមណែនាំអ្នកឆាប់ធ្វើលិខិតស្នាមជាមួយគាត់ឥឡូវនេះទៅបើនៅតែអូសបន្លាយពេលទៀតមិនត្រឹមតែអ្នកមិនបានលុយសំបីតែមួយកាក់ទេតែអ្នកត្រូវទទួលខុសត្រូវជាមួយគាត់នៅបំណុលដ៏ច្រើនសន្ធឹកសន្ធាប់ដែលគាត់ធៀបនឹងជំពាក់គេទៀតផង បំណុលស្អីទៅ សុំទោសផងមានរឿងមួយដែលខ្ញុំភ្លេចប្រាប់អ្នកមុនពេលដែលខ្ញុំស្ម័គ្រចិត្តចុះហត្ថលេខាលើកិច្ចព្រមព្រៀងនោះកម្មសិទ្ធិស្របច្បាប់នៃប៉ាតង់ពាក់ព័ន្ធទាំងអស់ដែលស្ថិតក្រោមឈ្មោះខ្ញុំត្រូវបានផ្ទេរតាមរយៈកិច្ចព្រមព្រៀងអំណោយដែលមិនអាចកែប្រែបានគឺត្រូវបានប្រគល់ជូនដោយឥតគិតថ្លៃទាំងអស់ទៅឲ្យក្រុមហ៊ុនយកគ្រប់រួចរាល់ហើយដូច្នេះកិច្ចព្រមព្រៀងដែលអ្នកខំប្រឹងរៀបចំឡើងដើម្បីយកឈ្នះនោះតាំងពីដើមដល់ចប់គឺគ្រាន់តែជាក្រដាសដែលគ្មានន័យមួយសន្លឹកប៉ុណ្ណោះអ្នកកំពុងកាន់ប៉ាតង់ដែលមិនមានរូបរាងពិតប្រាកដទៅបោកប្រាស់ក្រុមហ៊ុនកាគីគំរាមកំហែងខ្ញុំបង្ខំឲ្យខ្ញុំចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះគឺជាការបោកប្រាស់និងជាការគំរាមកំហែងផ្នែកពាណិជ្ជកម្មបទល្មើសទាំងនេះមិនដឹងថាក្រុមហ៊ុន Hufo និងក្រុមហ៊ុន Koku មានចំណាប់អារម្មណ៍ទូទាត់បញ្ជីជាមួយអ្នកអត់ទេ មិនអាចទេ